សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សម្រាប់រឿង GL សូមជួយចុច Subscribe ដល់ Admin ម្នាក់មួយផងណាថោះចូលភាគយើងតែម្ដងគេទៅគឺរឿងតាមស្នេហ៍បងដោយជាងវេភាគទី11បន្ទាប់ពីគេងអោបគ្នាមកយប់ទល់ព្រឹកហើយព្រឹកឡើងហ្នឹងបងពីនក៏បានភ្ញាក់ពីរំលែកហើយគាត់បានងើបក្រោកចេញពីមីគីអញ្ចឹងណាតែមីគីបានទាញគាត់ត្រឡប់មកក្នុងក្រោបដៃរបស់គាត់វិញដោយសារតែគាត់ថាតើបងប្រញាប់ទៅណាយើងគេងបន្តទៀតតើបានទេចំណែកឯបងពីនក៏គាត់បាននិយាយថាខ្ញុំប្រញាប់ទៅផ្ទះវិញពេលដែលគាត់ងើបក្រោកចុះពីលើគ្រែហ្នឹងចៃដនហើយគឺគាត់បានគ្រិចខជើងដួលទៅហើយមីគីក៏បានងើបមកលើកាន់យ៉ាងណាហើយក៏បានស្រែកថាតើបងពីនយ៉ាងម៉េចហើយហេតុអ្វីបានជាបងពីនប្រញាប់ខ្លាំងយ៉ាងនេះតើជើងបងយ៉ាងម៉េចហើយចំណែកបងពីនក៏គាត់បាននិយាយថាជើងគាត់មិនអីទេប៉ុន្តែងើបដើរអត់រួចតែប៉ុណ្្នឹងឯងពេលហ្នឹងមីគីក៏បានចុះពីលើគ្រែហើយក៏បានអ៊ីវគាត់ដាក់លើគ្រែយ៉ាងណាហើយក៏គាត់បានអង្គុយមើលឲ្យមីគីក៏បាននិយាយថាបងនៅស្ងៀមទុកឲ្យខ្ញុំជាអ្នកមើលជើងបងពេលហ្នឹងបងពីនក៏គាត់រាំងរអៀចិត្តបន្តិចដែរអញ្ចឹងណាប៉ុន្តែនឹងធ្វើម៉េចបានមនុស្សឈឺហើយពេលនោះមីគីក៏បានមើលក៏ជឿឲ្យគាត់អញ្ចឹងណាដោយធ្វើដៃថ្នមនឹងហើយបងពីនក៏មានអារម្មណ៍សប្បាយចិត្តបន្តិចដែរអញ្ចឹងណាដោយសារតែភ្លេចខ្លួននោះតាមពិតខ្លួនស្រឡាញ់គេតាំងពីយូរណាស់ហើយប៉ុន្តែព្យាយាមធ្វើចិត្តនឹងរក្សាគម្លាតឲ្យឆ្ងាយពីមីគីអញ្ចឹងណាចំណែកឯមីគីក៏ព្យាយាមធ្វើថ្នមហើយបែបស៊ីអារម្មណ៍ផងដែរអញ្ចឹងណាប៉ុន្តែបងពីនក៏បាននិយាយថាបានហើយមីគីបងមិនអីទេខ្ញុំឆាប់ទៅវិញហើយនិយាយរំទៅនិយាយបងផងនិយាយខ្ញុំផងពេលហ្នឹងឯងអ្នកទាំងអស់គ្នាបន្ទាប់មកបងពីនក៏កាត់បានមកដល់ផ្ទះវិញហើយនៅថ្ងៃហ្នឹងគឺថ្ងៃសម្រាប់អញ្ចឹងណាអ្នកទាំងអស់គ្នាគឺកាត់បានធ្វើបង្អែមសាក់លបងធ្វើបង្អែមតាមប្រពន្ធថ្មីរបស់គាត់ហ្នឹងហើយពេលហ្នឹងនិយាយរបស់គាត់ក៏បានដើរមកមើលពីក្រោយដោយសារតែឃើញចៅស្រីរបស់ខ្លួនហ្នឹងមានក្តីសុខអញ្ចឹងដោយមនុស្សទឹកតែមានស្នេហាអញ្ចឹងពេលហ្នឹងលោកយាយក៏កាត់បានសួរថាតើថ្ងៃនេះចៅស្រីរបស់ខ្ញុំមានរឿងអ្វីកើតឡើងបានជាញញឹមបិទមាត់មិនចិត្តអញ្ចឹងឬមួយក៏ចៅស្រីរបស់ខ្ញុំមានស្នេហាហើយមានទេចំណែកឯបងពីនក៏កាត់បាននិយាយថាលោកយាយឈប់និយាយទៅខ្ញុំមានមកពីណាលោកយាយសាក់ភ្លុបងអែមដែលខ្ញុំធ្វើសាក់មើលតើរសជាតិយ៉ាងម៉េចដែរតាមពិតនឹងបងពីនគាត់និយាយបន្លប់អញ្ចឹងណាពេលហ្នឹងលោកយាយក៏កាត់បានភ្លុសាក់មើលហើយក៏បាននិយាយថាពិតជាឆ្ងាញ់ខ្លាំងណាស់មើលទៅចៅខ្ញុំអាចនឹងធ្វើបង្អែមឲ្យគេញ៉ាំរាល់ថ្ងៃបានហើយពេលហ្នឹងបងពីនគាត់កាន់តែសើចដើមអញ្ចឹងណាក៏បាននិយាយថាលោកយាយឈប់និយាយទៅខ្ញុំមិនមានទេបន្ទាប់ពីគាត់បាននិយាយជាមួយលោកយាយរួចរាល់ហើយដល់ថ្ងៃរសៀលបន្តិចគឺមីគីនឹងបានផ្ញើសារទៅគាត់ហើយពេលហ្នឹងគាត់បានឆែកមើលប៉ុន្តែអត់បាន reply អ្នកទាំងអស់គ្នាគឺគាត់ទុកចោលហើយពេលដែលគាត់ដើរមកក្នុងបន្ទប់របស់គាត់វិញគាត់ក៏សម័យទៅអតីតកាលបន្តិចដែរទៅគឺគាត់នឹកឃើញដល់សង្សារចាស់របស់គាត់អញ្ចឹងណាពេលហ្នឹងគាត់កំពុងតែមានក្តីសុខមែនទែនគឺគេទៅស្នេហាថ្មីថ្មោងដែរអញ្ចឹងគេបានផ្ញើសារសួរនាំគ្នារហូតអញ្ចឹងណាតែចៃដនអីស្រាប់តែបងស្រីរបស់គាត់នឹងខូចចិត្តហើយក៏គាត់បានរត់ទៅមើលបងស្រីរបស់គាត់ចំណែកបងស្រីរបស់គាត់ក៏បាននិយាយថាសង្សាររបស់គាត់នឹងគឺបានក្បត់ចិត្តគាត់ហើយគឺកំពុងតែមានអ្នកថ្មីនឹងគឺណាគេអ្នកទាំងអស់គ្នាគឺប្អូនស្រីរបស់គាត់ឯងដោយសារតែគាត់ស្រឡាញ់ស្រីតែមួយដូចគ្នាហ្នឹងបងពីនគាត់ឈរស្រមៃរាំងភ្លឹកបន្តិចដែរមួយសន្ទុះក្រោយមកគាត់ក៏ភ្ញាក់ខ្លួនវិញក៏បានប្រឡែងលេងជាមួយនឹងកូនឆ្មារបស់គាត់ទៅចំណែកឯមីគីយើងឯណាវិញគឺគាត់ដេកចាំមើលសារreply ពីបងពីនរបស់យើងវិញអញ្ចឹងណាគឺចាំចោះឡើងឈរត្រឡប់ឡើងពេញក្នុងបន្ទប់នឹងឯងប៉ុន្តែអត់ឃើញមានការឆ្លើយតបគាត់នៅមិនសុខក៏គាត់ call ទៅសួរមិត្តភ័ក្តិរបស់គាត់អញ្ចឹងណាគាត់ក៏បាន call ទៅហើយពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏បានលើកថាតើខលមកហ្នឹងមានរឿងអីហើយពេលហ្នឹងមីគីក៏បានត្អូញត្អែប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ថាខ្ញុំពិតជានឹកគេខ្លាំងណាស់ហេតុអ្វីបានជាគាត់មិនតបសារខ្ញុំអញ្ចឹងខ្ញុំឆាតទៅតាំងពីថ្ងៃរហូតដល់យប់ហើយហេតុអ្វីបានគាត់មិនតបចំណែកឯមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយចំអកទៅកាន់មីគីវិញថាតើនរណាឲ្យឯងផ្ញើសារទៅគាត់តើឯងភ្លេចគាត់ហើយឬថាតើរបៀបមិត្តផលប្រយោជន៍ហ្នឹងគឺ friend benefit ហ្នឹងគេមិនត្រូវធ្វើបែបហ្នឹងទេគឺគេគិតតែថ្ងៃដែល
គេនេះជាមួយគ្នាអញ្ចឹងណាអញ្ចឹងក្រៅពីហ្នឹងគឺมันមានពាក្យប៉ុនអីជាមួយគ្នាទេគឺសំបីតែ call ឆាភាសាអីហ្នឹងក៏អត់មានដែរអញ្ចឹងឯងធ្វើហ្នឹងគឺធ្វើហួសពីព្រំដែនហើយឯងឈប់ផ្ញើសារឬក៏ call ទៅគាត់ទៀតទៅគឺឯងត្រូវតែធ្វើឲ្យគាត់នឹងនឹករលឹកពីឯងវិញបានត្រូវតែមីគីក៏បាននិយាយថាតើធ្វើបែបណាទៅបើខ្ញុំនឹកគាត់ស្ទើរតែរាល់ថ្ងៃគ្រប់ពេលវេលាទៅហើយហ្នឹងបើឲ្យធ្វើបើមិនឲ្យឆាតទៅគាត់ឬក៏ទៅមើលគាត់ទេខ្ញុំនឹងដាច់ខ្យល់ស្លាប់បាត់ហើយចំណែកមិត្តភក្តិរបស់គាត់ក៏បាននិយាយថាឯងត្រូវតែព្យាយាមធ្វើបើមិនដូច្នោះទេគាត់នឹងមិនចាប់អារម្មណ៍នឹងឯងទៀតទេបន្ទាប់មកមិត្តភក្តិរបស់គាត់ក៏បានជួយបិទទូរស័ព្ទទៅចំណែកឯមីគីក៏ដេកត្អូញត្អែតែម្នាក់ឯងទៅស្រាប់តែសូក៏នឹកឃើញវិធីមួយទៀតគឺគាត់នឹងធ្វើនំយកទៅឲ្យបងពីនសាអលបងអញ្ចឹងណាគាត់ក៏បានរមើលរូបមន្តរបៀបធ្វើនំផងដែរហើយចំណែកបងពីនយើងណាវិញលូដល់ព្រឹកឡើងហ្នឹងគឺគាត់មកធ្វើការធម្មតាហើយក៏បានជួបនឹងអាសាហើយពេលហ្នឹងគាត់ក៏បានឃើញទូរស័ព្ទថ្មីរបស់អាសាដែលគាត់ក៏បានសួរនាំថាតើឯងទិញទូរស័ព្ទថ្មីមានទេចំណែកអាសាក៏បាននិយាយថាអត់ទេគឺមានមនុស្សពិសេសបានឲ្យទៅគាត់បងពីនក៏បានបន្តសួរថាតើមនុស្សពិសេសហ្នឹងជានរណាអាចប្រាប់គាត់បានទេពេលហ្នឹងអាសាក៏បាននិយាយប្រាប់ថាតើមាននរណាទៀតគឺអាលីបងអាលីហ្នឹងគឺត្រូវជាមិត្តភក្តិរបស់បងនឹងឯងដោយសារតែកញ្ញាអាលីរបស់យើងហ្នឹងគឺគាត់អាយុច្រើនជាងអាសាពេលហ្នឹងបងពីនក៏បាននិយាយថាខ្ញុំមិននឹកស្មានថាពួកឯងទាំងពីរនេះចាប់ផ្ដើមលឿនបានយ៉ាងនេះសោះពេលហ្នឹងអាសាក៏បានប្រាប់ថាស្នេហាមិនគិតទៅលើពេលវេលាទេគឺដោយសារតែបងអាលីហ្នឹងគឺគាត់បានសម្រេចចិត្តនិងមានភាពក្លាហានដើម្បីរក្សាពីអតីតកាលរបស់គាត់អញ្ចឹងណាគឺគាត់មិនគិតទៅរឿងអតីតកាលទេដូច្នេះហើយបានធ្វើឲ្យទំនាក់ទំនងរបស់គាត់នឹងកាន់តែរលូនទៅមុខដូច្នេះតើបងពីនគិតយ៉ាងម៉េចដែរអំពីទំនាក់ទំនងរបស់បងពីនវិញខ្ញុំគិតថាបងគួរតែមានភាពក្លាហានដើម្បីដោះស្រាយរឿងនឹងជាមួយនឹងកញ្ញាមីគីអញ្ចឹងណាបើសិនជាបងនៅតែបន្តបែបហ្នឹងទៀតខ្ញុំគិតថាវានឹងមិនបានផលទេកំពុងតែនិយាយប្រាប់ទៅបងពីនក៏គាត់ចាប់ផ្ដើមខឹងទៅលើអាសាផងដែរដោយសារតែគាត់និយាយថាបានហើយឈប់និយាយទៅអាសាខ្ញុំមិនចង់ស្ដាប់រឿងហ្នឹងទៀតទេរឿងរបស់ខ្ញុំឯងកុំពាក្យប៉ុនអីនិយាយរួចហើយគាត់ក៏បានដើរចេញមកក្រៅមកចៃដន្យអីក៏បានជួបអ្នកដែលលួចស្រឡាញ់គាត់ផងដែរក៏បានទិញមកឆាយកមកឲ្យគាត់ហើយពេលហ្នឹងបងពីនក៏បានសួរថាតើអ្នកដឹងយ៉ាងម៉េចថាខ្ញុំចូលចិត្តមកឆាពេលហ្នឹងម្នាក់ស្រីហ្នឹងក៏បាននិយាយថាដោយសារតែបងលួចស្រឡាញ់ពីនទៅបងដឹងគ្រប់យ៉ាងពីពីនអញ្ចឹងណាដោយសារតែអ្នកដែលស្រឡាញ់គាត់ហ្នឹងគឺជាសាច់ច្បងគាត់ពេលហ្នឹងបងពីនក៏រៀងសង្ហាចិត្តបន្តិចដែរដោយសារតែអីហ្នឹងទទួលយកអញ្ចឹងណាចៃដន្យអីពេលហ្នឹងមីគីក៏បានយកនំដែលខ្លួនធ្វើហ្នឹងយកមកដែរក៏បានជួបពួកគេទាំងពីរនាក់ហ្នឹងកំពុងតែឈោនិយាយគ្នាអញ្ចឹងណាមីគីក៏បានទៅនិយាយកាត់បដ ாய் គឺដោយសារតែគាត់ជាចៅស្រីរបស់ម្ចាស់ក្រុមហ៊ុនដែរអញ្ចឹងណាពេលហ្នឹងគាត់ក៏ទៅកាត់ថាខ្ញុំមិនចូលចិត្តពួកអ្នកធ្វើបែបនេះទេព្រោះវាជាម៉ោងការងារដូច្នេះគួរតែបុកខុសទៅលើការងារទៅមិនត្រូវចំណាយពេលមកចែកចង់គេបែបហ្នឹងទេតាមពិតហ្នឹងអត់ចង់ឲ្យគេតែញ៉ែមនុស្សដែលខ្លួនស្រឡាញ់ដែរអញ្ចឹងណាមិនតែដឹងមានដោះសារបែបណាអញ្ចឹងណាក៏និយាយបែបហ្នឹងទៅមកបងពីនក៏បាននិយាយបន្តិចហើយក៏បានហុចមកឆាហ្នឹងទៅឲ្យសិស្សបងទៅគិតវិញហើយក៏បាននៅមីគីដើរចេញទៅបន្ទាប់មកគាត់ក៏បាននិយាយជាមួយនឹងមីគីថាមីគីយើងមានរឿងត្រូវនិយាយគ្នាបន្តិចបន្ទាប់មកគាត់ក៏បាននៅមីគីនឹងចូលទៅបន្ទប់មួយហើយក៏បានសួរទៅមីគីថាតើមីគីមកធ្វើអីដែរយើងបាននិយាយព្រមព្រៀងគ្នាតើមិនចាំទេឬពេលហ្នឹងមីគីក៏បាននិយាយថាខ្ញុំមករកបងនេះគឺមិនមានអ្វីច្រើនទេខ្ញុំគ្រាន់តែចង់ឲ្យបងភ្លក់នំដែលខ្ញុំធ្វើហ្នឹងគឺដើម្បីដាក់លក់នៅក្នុងហាងដែរគឺខ្ញុំចង់ឲ្យបងភ្លក់តើរសជាតិវាយ៉ាងម៉េចជួយប្រាប់ខ្ញុំផងបងពីនក៏បានសួរនៅបន្ថែមថាតើច្បាស់ទេថាគ្រាន់តែឲ្យខ្ញុំភ្លក់នំហ្នឹងបើមិនមានអីទេខ្ញុំនឹងត្រឡប់ទៅធ្វើការបន្តទៀតហើយពេលហ្នឹងមីគីក៏បានអូខេថាចាស់គឺមានតែប៉ុណ្្នឹងឯងបន្ទាប់មកគាត់ក៏ទៅផ្ទះទៅហើយចំណែកបងពីនក៏គាត់បានចូលទៅបន្ទប់កន្លែងធ្វើការរបស់គាត់អញ្ចឹងណា
បងពីនក៏កាត់បានចូលទៅបន្ទប់ស្រាវជ្រាវធ្វើការជាមួយនឹងក្រុមការងាររបស់គាត់ទៅហើយការស្រាវជ្រាវនឹងដែរគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដោយសារតែគាត់ត្រូវយក project ហ្នឹងទៅប្រកួតប្រជែងម្ដងទៀតអញ្ចឹងណាហើយធ្វើរហូតដល់យប់បន្ទាប់មកមានគេផ្ញើសារទៅអាសាថាចង់ជួបអាសាអីចឹងណាគាត់ក៏បានលាបងពីនទៅមុនទៅទោះឲ្យបងពីនក៏នៅបន្តការងារតែម្នាក់ឯងបន្តទៀតពេលហ្នឹងបងពីនក៏កាត់បានទៅលើកឆ្នាំងហ្នឹងវាក្តៅអញ្ចឹងណាអ្នកទាំងអស់គ្នាឲ្យគាត់បានទៅចាប់ទៅក៏លូតលាក់ដៃចៃដនអីមីគីក៏បានរត់ចូលមកជួយបងពីនអញ្ចឹងណាមីគីក៏បានសួរទៅបងពីនថាតើដៃបងយ៉ាងម៉េចហើយទោះឲ្យខ្ញុំមើលដៃបងហើយខ្ញុំនឹងទៅរកប្រអប់ថ្នាំឲ្យបងអញ្ចឹងណាពេលហ្នឹងបងពីនក៏កាត់ចាប់ផ្ដើមខឹងនឹងមីគីដែរដោយសារតែគាត់ថាហេតុអ្វីបានជាអ្នកនៅទីនេះហេតុអ្វីបានជាអ្នកនៅខ្លំមើលខ្ញុំបែបហ្នឹងទៀតយើងមកនិយាយគ្នាច្បាស់តើមិនចាំទេឬគឺគាត់ខឹងអញ្ចឹងណាដោយសារតែមីគីនៅតែតាមដានគាត់ជ្រៀតជ្រែងគាត់អញ្ចឹងណាដោយសារតែគាត់ខ្លាចអ្នកផ្សេងឃើញពួកគាត់ទាំងពីរហ្នឹងមានតំណែងជាមួយគ្នាទៀតអញ្ចឹងពេលហ្នឹងមីគីក៏បាននិយាយរ៉ូឡេថាខ្ញុំមិនបានខ្លុំមើលបងទេដោយសារតែខ្ញុំដើរកាត់ទីហ្នឹងក៏ឃើញបងតែម្ដងទៅតែបងពីនក៏អត់ជឿទេហើយពួកគាត់ក៏បានឆ្លោះគ្នាយ៉ាងខ្លាំងមីគីបានដើរទៅរកប្រអប់ថ្នាំថានឹងយកមកលាបឲ្យបងពីនតែបងពីនគាត់បាននិយាយខ្លាំងទៅកាន់មីគីថាសូមចាក់ចេញពីជីវិតខ្ញុំឥឡូវនេះទៅខ្ញុំលេងស្រឡាញ់ខ្ញុំមិនមានចិត្តស្រឡាញ់អ្នកនាងគេទេចេញឲ្យឆ្នៃទៅកាន់តែឆ្នៃកាន់តែល្អអញ្ចឹងណាហើយបន្ទាប់មកមីគីក៏បាននិយាយថាខ្ញុំមិនជឿថាបងមិនស្រឡាញ់ខ្ញុំទេតែបងពីននៅតែនិយាយថាខ្ញុំមិនបានស្រឡាញ់អ្នកសូម្បីតែមួយវិនាទីទេបន្ទាប់មកគាត់ក៏បានយកនំដែលមីគីធ្វើឲ្យនឹងយកទៅបោះចោលនៅក្នុងសារ៉ាន់តែម្ដងទៅហើយគាត់ក៏បានដើរចាក់ចេញទៅចំណែកឯមីគីក៏អង្គុយយំតែម្នាក់ឯងអញ្ចឹងណារឿងតាមស្នេហ៍បងដោយជាងមេឆាប់តែប៉ុណ្ណឹងកុំភ្លេចតាមដាននៅភាគបន្តទៀតណាសូមជួយចុច Subscribe ដល់ admin ម្នាក់មួយផងអរគុណច្រើនបាយបាយ